សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបង្ហាញបងប្អូនពីរបៀបធ្វើតៅហ៊ូត្រីលាយបង្គាអូយស្វិតល្អណាស់បងប្អូនមើលនេះឥឡូវបងប្អូនមកមើលពីរបៀបធ្វើត្រីនិងបង្គានេះកន្លះគីឡូអញ្ចឹងបងប្អូនបែងចែកទៅចង់យកត្រីពាក់កណ្ដាលបង្គាពាក់កណ្ដាលក៏បានដែរគឺកន្លះគីឡូណាដាក់ចូលក្នុងម៉ាស៊ីនកិនអញ្ចឹងកិនប្រហែលជា1នាទីបន្ទាប់មកបានខ្ញុំលាយគ្រឿងផ្សំនេះគឺមានខ្ញុំដាក់ម្សៅខ្ទឹមសអំបិលបន្តិចទៅដាក់ម្រេចហើយម្សៅឆា1ស្លាបព្រាកន្លះស្ករក្រហមនេះបន្តិចទៅហើយនឹង baking powder 1កូនស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយហើយយើងដាក់ទឹកចូលទៅបងប្អូនចង់ថែមម្សៅស៊ុបអីថែមក៏ថែមទៅដាក់ទឹកហ្នឹងគឺ150មីលីលីត្រយើងដាក់ពងមាន់មួយហើយបងប្អូនលាយគ្រឿងផ្សំចូលគ្នាឲ្យសព្វកុំភ្លេចដាក់ទឹកត្រី2ស្លាបព្រាបាយផងអញ្ចឹងកូរគ្រឿងផ្សំនឹងចូលគ្នាឲ្យសព្វណាបងប្អូនទាំងពងទាំងអីហ្នឹងណាបន្ទាប់មកយកទៅចាក់នៅក្នុងសាច់ដែលយើងបានកិន1នាទីហើយហ្នឹងយើងដាក់ចូលទៅហើយបន្ទាប់មកកិនណាកិនប្រហែលជា2-3នាទីធ្វើម៉េចកិនហ្នឹងឲ្យសាច់ហ្នឹងឡើងស្អិតណាបងប្អូនបើអត់ស្អិតទេអត់ស្វិតទេហើយខ្ញុំដាក់ប្រេងឆាបន្តិចចូលទៀតនេះអ្វីដែលខ្ញុំចង់បាននេះបើសិនជាបងប្អូនកិនហើយណាវានៅផុយអត់បាច់ចំហុយទៀតទេគឺអត់ស្វិតទេអញ្ចឹងក្នុងចាននេះបងប្អូនដាក់ចានធំក៏បានតូចក៏បានតាមចិត្តខ្ញុំលាបប្រេងឆាតិចទៅហើយបន្ទាប់មកគឺខ្ញុំដាក់សាច់ត្រីចូលពេលខ្ញុំដាក់សាច់ត្រីចូលខ្ញុំត្រៀបវាឲ្យវាស្មើគ្នាកុំឲ្យវាមានអាប៉ោងខ្យល់ណាអញ្ចឹងយើងស្កប់ធ្វើម៉េចឲ្យវាស្មើគ្នាទៅធ្វើដូចខ្ញុំចឹងបងប្អូនដូចខ្ញុំនិយាយចឹងបើសិនជាដាក់ចានធំតែមួយក៏បានដែរតែខ្ញុំចង់ដាក់ចានតូចចឹងទៅហើយបន្ទាប់មកខ្ញុំយកឃ្លានហ្វៀមដាក់ប្រេងឆាបន្តិចខ្ញុំស្កត់ពីលើជាដាក់ប្រេងឆាបន្តិចទៅដើម្បីកុំឲ្យវាស្អិតជាប់នឹងសាច់ណាឃើញទេចឹងបងប្អូនត្រៀបវាធ្វើម៉េចឲ្យស្មើអញ្ចឹងខ្នាតនេះខ្នាតកន្លះគីឡូបើបងប្អូនអត់ដែរធ្វើទេចង់សាអីធ្វើតែ2ខាំ3ខាំសាកមើលទៅត្រូវតែដាំទឹកឲ្យពុះពេលទឹកពុះហើយបងប្អូនយកចានហ្នឹងទៅដាក់ចំហុយទៅចំហុយខ្ញុំចំហុយតែ20នាទីទេនៅពេលបន្ទាប់ពី20នាទីខ្ញុំយកឈើចាក់ធ្មេញចុចទៅបើសិនជាវាលែងជាប់គឺវាឆ្អិនហើយអានោះអត់ទាន់ឆ្អិនទេបងប្អូនមានឃើញនៅអាក្តារនោះវារាងក្រហមអញ្ចឹងទៅខ្ញុំដាក់ចំហុយប្រហែល5នាទីទៀតនៅពេលដែលវាឆ្អិនហើយខ្ញុំស្រង់ចេញនៅពេលដែលខ្ញុំស្រង់ចេញខ្ញុំទុកឲ្យត្រជាក់ពេលត្រជាក់បានខ្ញុំយកមកកាត់អញ្ចឹងបងប្អូនកាត់ដូចដុំតៅហ៊ូទៅណាខ្ញុំកាត់នេះអត់មានស្មើគ្នាទេបងប្អូនអើយធ្វើអីគាត់ស្មើគ្នាដែរអញ្ចឹងបងប្អូនកាត់ដុំអញ្ចឹងហើយអូយនិយាយពីថាស្វិតល្អដូចប្រហិតត្រីខ្ញុំប៉ាតេត្រីអញ្ចឹងគ្រាន់តែថាយើងធ្វើដាក់ថែមបង្គាហើយនឹងពងមាន់នៅពេលដែលយើងលាយគ្រឿងផ្សំពេលដែលខ្ញុំធ្វើប្រហិតប៉ាតេគឺខ្ញុំអត់ដាក់ពងមាន់ទេអូយបងប្អូនអើយធ្វើហូបខ្លួនឯងឆ្ងាញ់មែនខ្ញុំប្រាប់ទៅអូសូមបញ្ជាក់បងប្អូនតិចត្រីដែលខ្ញុំយកមកធ្វើហ្នឹងគឺត្រីប្រាហើយភាសាអង់គ្លេសគេដាក់ Basa B-A-S-A ចឹងបើបងប្អូនរកត្រីនឹងបានស្វិតល្អណាស់ព្រោះខ្ញុំនៅនេះខ្ញុំធ្វើតែត្រីប្រាហ្នឹងទេខ្ញុំធ្វើប្រហិតប៉ាតេលក់ហ្នឹងគឺខ្ញុំប្រើត្រីប្រាទាំងអស់បន្ទាប់មកបងប្អូនយកទៅចៀនពេលបងប្អូនចៀនណាបងប្អូនកុំដាក់ភ្លើងខ្លាំងពេកវារីកធំព្រោះអាហ្នឹងវាមានម្សៅ baking powder អញ្ចឹងបងប្អូនដាក់ល្មមហើយខ្ញុំអត់ចង់បំពងទេបងប្អូនខ្ញុំចូលចិត្តចៀនជាងអញ្ចឹងទៅខ្ញុំសុកចិត្តវាត្រឡប់ចុះត្រឡប់ឡើងឲ្យវាឆ្អិនទាំងសងខាងរសជាតិឆ្ងាញ់ណាស់ខ្ញុំប្រាប់បងប្អូនទៅអញ្ចឹងបានថាខ្ញុំធ្វើម្ហូបលក់មែនតែខ្ញុំអត់លាក់គ្រឿងផ្សំទេបងប្អូនចង់កម្មង់ខ្ញុំក៏កម្មង់ទៅបងប្អូនចង់ធ្វើខ្លួនឯងចង់ធ្វើទៅគឺខ្ញុំអត់ថាអីទេបើខ្ញុំចិត្តមិនទលាយខ្ញុំអត់ធ្វើវីដេអូជូនបងប្អូនមើលទេបងប្អូនខ្លះគាត់ថាធ្វើម្ហូបលក់ក៏ប៉ុន្តែធ្វើវីដេអូឲ្យគេមើលគេមិនទិញខ្ញុំអត់ខ្វល់ទេបងប្អូនខ្ញុំបើកចិត្តឲ្យទូលាយអ្នកដែលគាត់ទិញខ្ញុំពេលខ្លះគាត់អត់មានពេលធ្វើអញ្ចឹងទៅគាត់កម្មង់ខ្ញុំទៅហើយបើបងប្អូនមានពេលធ្វើអត់ចង់កម្មង់ខ្ញុំមើលវីដេអូហើយធ្វើតាមទៅនឹកឃើញដល់អូរូបមន្តនេះមកពីអ្នកនៅអង់គ្លេសមកពីម៉ៃសូវ៉ាន់អញ្ចឹងខ្ញុំក៏បានបុណ្យដែរបងប្អូនអញ្ចឹងក្នុងវីដេអូនេះបើមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានសូមជម្រាបលា